ណែណានឹងហាតើអ្នកកំពុងនិយាយរឿងមិនសមហេតុផលអ្វីខ្លះខ្ញុំបានតាមដានព្រះមហាក្សត្រអស់រយៈពេលជាច្រើនឆ្នាំគាត់មិនដែលលោតដូចអ្នកទេលើសពីនេះនៅពេលដែលព្រះករុណាកំពុងប្រយុទ្ធនឹងសត្រូវទោះបីជាអ្នកមិនអាចវាយបានក៏ដោយពួកគេនឹងមិនអោបក្បាលទល់នឹងជញ្ជាំងទេចប់ទាំងអស់ពួកគេត្រូវបានលាតត្រដាងហើយពួកគេថែមទាំងហ៊ានធ្វើត្រាប់តាមព្រះមហាក្សត្រទៀតផងមិនអាចអត់ទោសបានមិនអាចអត់ទោសបានអរិយឈប់អរិយជាកូនខ្ញុំអ្នកគឺជាមេធ្មប់តើអ្នកដឹងដោយរបៀបណាថាក្មេងប្រុសនេះត្រូវបានខ្ញុំដាក់ឈ្មោះឲ្យជាការពិតណាស់ខ្ញុំដឹងអាលីបានដាក់ដៅរបស់គាត់ចូលក្នុងស្រោមតើលោកដឹងពីទំនាក់ទំនងស្នេហារបស់ខ្ញុំជាមួយព្រះមហាក្សត្រដោយរបៀបណាតើអ្នកជាមនុស្សល្ងងមែនទេគាត់មិនទាំងស្គាល់អធិរាជរបស់គាត់ផងព្រះមហាក្សត្រឲ្យព្រះអង្គឲ្យនិយាយឲ្យសាមញ្ញទៅវាដូចជាខ្ញុំបានបដូរការបរិច្ឆេទជាមួយព្រះករុណាអញ្ចឹងខ្ញុំដឹងថារឿងនេះចម្លែកហើយពិបាកជាណាស់ប៉ុន្តែព្រះករុណាខ្ញុំគួរតែបានស្គាល់ព្រះអង្គជាយូរមកហើយវត្តមានដ៏មានឥទ្ធិពលរបស់អ្នកគឺពិតជាប្លែកព្រះមហាក្សត្រឲ្យហេតុអ្វីបានជាព្រះអង្គទាត់ខ្ញុំសាកល្បងអបខ្ញុំម្ដងទៀតបន្ទាប់ពីខ្ញុំធ្វើរួចព្រះមហាក្សត្រឲ្យគ្រប់គ្រាន់ហើយឈប់បង្កប់បញ្ហាទៀតទៅខ្ញុំគួរតែបានចុះមកគាល់ព្រះករុណាជាយូរមកហើយសូមព្រះអង្គម្ចាស់មេត្តាអត់ទោសឲ្យខ្ញុំផងចំពោះអំពើបាបរបស់ខ្ញុំវាមិនមែនជាអ្វីដែលអ្នកបានធ្វើនោះទេនេះជារូបកាយរបស់ខ្ញុំពេលខ្លះអ្នកគិតថាអ្នកនឹងមិនដូចខ្ញុំទេយោពមបន្ទាប់មកអ្នកគួរតែឡើងតាមរុនឆ្កែដែរមែនទេរុនឆ្កែឡើងភ្នំរវាងប្រទេសនានាតើអ្នកកំពុងសើចអ្វីសម្ដេចមិនមែនដើម្បីជួយសង្គ្រោះអ្នកទេខ្ញុំជាអធិរាជដ៏មានឫទ្ធានុភាពតើវាអាចទៅរួចដោយបានជាមនុស្សម្នាក់ធ្វើអ្វីមួយដោយមានអត្តសញ្ញាណគួរឲ្យចាប់អារម្មណ៍បែបនេះសូមអរគុណចំពោះការពិចារណារបស់ព្រះអង្គគឺខ្ញុំទេដែលប្រព្រឹត្តអំពើឆ្លើយហ្វេងយូហ្វៃខ្ញុំមិនចាក់ចេញទេអធិរាជឆ្កែឲ្យចាំបន្តិចសិនអធិរាជឆ្កែឲ្យសុំរងចាំសិនហេតើនោះមិនមែនជាប្រពន្ធចុងដែលពេញចិត្តទេតើគាត់កំពុងធ្វើអ្វីនៅទីនេះព្រះមហាក្សត្រផ្នែករបស់ព្រះមហេសីបានត្រៀមខ្លួនរួចជាស្រេចហើយប៉ុន្តែជាស្ត្រីសាមញ្ញម្នាក់ហ៊ានឡើងពីលើក្បាលខ្ញុំយ៉ាងម៉េចហើយឲ្យគាត់ឃើញលីអ៊ើរបស់ខ្ញុំស្ត្រីសាមញ្ញម្នាក់ដែលមានឋានៈទាបខ្ញុំក្រោកឡើងឬខ្ញុំនឹងជួយអ្នកឬតើអ្នកពិតជាចង់វាតាមរុនឆ្កែមែនទេព្រះករុណាលើកលែងតែព្រះមហាក្សត្រីយានីស្នើសុំការចូលគាត់គេថាបានប្រទះឃើញពស់ពីរមួយក្បាលនៅក្នុងព្រះបរមរាជវាំងព្រះមហាក្សត្រីយានីព្រះអង្គចាប់ហើយអ្នកត្រូវចាប់ដើមល្បិចកលនៅរាជវាំងអ្វីហ្នឹងព្រះមហាក្សត្រឲ្យអ្នកត្រូវតែរកយុទ្ធធម៌ឲ្យខ្ញុំផងលុះត្រាតែខ្ញុំមិនចង់និយាយថាទីពីទេព្រះករុណាមានពស់នៅលើមេឃច្បាស់មានពស់ច្រើនណាស់វាច្បាស់ជាទង្វើរបស់ស្ត្រីកំសត់ម្នាក់នេះហើយដែលនាំមកនៅសំណាងអាក្រក់ព្រះមហាក្សត្រប្រកាសជានឹងដាក់ទោសអ្នកយ៉ាងធ្ងន់ធ្ងរអ្នកបាននិយាយថាវាគឺជាយ៉ានពិនដែលបានធ្វើវាតើមានភស្តុតាងអ្វីខ្លះវាមាននេះគ្មានទេប៉ុន្តែវាពិតជាតាក់ទងនឹងក្មេងស្រីស្លៀកពាក់ពណ៌ក្រហមម្នាក់នេះពួកចៅឲ្យតើអ្នកគិតថាខ្ញុំល្ងងទេព្រះមហាក្សត្រឲ្យខ្ញុំមិនហ៊ានទេមិនទេតើអ្នកហ៊ានធ្វើបាបប្រពន្ធចុងជាទីស្រឡាញ់របស់ខ្ញុំដោយរបៀបណាខ្ញុំចង់ដឹងថាមានពស់ប៉ុន្មានក្បាលនៅក្នុងវង្សរបស់អ្នក